ហើយនេះគឺជាអ្នក live game Free Fire ទាំង4ដែលខ្ញុំគិតថាល្បីជាងគេនៅពេលបច្ចុប្បន្នអីចឹងណាគ្នាយើងហើយបើគ្នាយើងចង់ដឹងថាមានពីណាគេខ្លះអ្នកគ្នាកុំភ្លេចទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ទៅគឺថាដឹងហើយអ្នកគ្នាចាំមើលចង់ដឹងថា4អ្នកហ្នឹងមាន idol របស់គ្នាយើងអត់អ្នកគ្នាហើយតើឥឡូវខ្ញុំនិយាយពីអ្នកលេខ4មកអ្នកគ្នាខ្ញុំនិយាយពីលេខ4រហូតដល់លេខ1អញ្ចឹងណាសម្រាប់អ្នកលេខ4ដែលខ្ញុំគិតថាល្បីជាងគេហ្នឹងគឺថាបង K វីរ៉ុតអ្នកគ្នាយើងស្គាល់បង K វីរ៉ុតអត់បើថាអត់ស្គាល់គាត់ទៀតគឺថាឆ្កែសុទ្ធតែប្រអ្នកគ្នាគឺថាគាត់ល្បីប៉ុណ្ណឹងដែរអ្នកគ្នាអតិរិទ្ធរៀប skill ហ្នឹងហើយខ្ញុំបញ្ជាក់ម្ដងទៀតណាគ្នាយើង4អ្នកគាត់ហ្នឹងអាហ្នឹងសម្រាប់ខ្ញុំគិតទេណាគ្នាខ្ញុំបញ្ជាក់ហើយហ្នឹងគឺជា top 4ដែលខ្ញុំគិតថាគាត់ live game ល្បីអីចឹងណាគ្នាយើងហើយសម្រាប់អ្នកទី3 top 3ដែលខ្ញុំគិតថាល្បីហ្នឹងអ្នកគ្នាចង់ដឹងថាពីណាគេអត់អ្នកគ្នាបើសិនជាអ្នកគ្នាចង់ដឹងចាំតិចទៀតខ្ញុំប្រាប់តែឥឡូវហ្នឹងខ្ញុំសូមណែនាំគ្នាយើងអំពី website មួយគឺ website Puma KA អ្នកគ្នាគឺថា website គាត់គឺថាល្អខ្លាំងមែនតើគ្នាយើងសម្រាប់គ្នាយើងណាអ្នកដែលចង់ដាក់ពេច Free Fire Mobile ក៏ដូចជា PUBG ហ្នឹងអ្នកគ្នាមកដាក់ខាង website Puma គឺថាត្រូវហើយអ្នកគ្នាគឺថា website ខាង Puma ហ្នឹងតម្លៃសមរម្យហើយសុវត្ថិភាព 100% ឯងដាក់ភ្លាមចូលភ្លាមទេអ្នកគ្នាហើយសម្រាប់ link website គាត់វិញគឺថានៅក្រោម profile TikTok ខ្ញុំអ្នកគ្នាហើយតោះឥឡូវយើងចូលទៅដល់អ្នកទី3ដែលខ្ញុំគិតថាល្បីអញ្ចឹងណាគ្នាយើងអ្នកទី3ហ្នឹងគឺថាខ្ញុំឲ្យទៅលើបារាំងអ្នកគ្នាម៉ែក៏ផ្លែងនេះហ្នឹងហើយគ្នាយើងស្គាល់បារាំងអត់បើថាស្គាល់បារាំងទៀតចប់ប្រយអ្នកគ្នាតារាល្បីប៉ុណ្ណឹងដែរហើយបារាំងខ្ញុំឲ្យគាត់លេខ3អ្នកគ្នាគឺថាគាត់ធ្វើវីដេអូ MM ខ្លាំងមែនទេអ្នកគ្នាហើយតោះឥឡូវយើងចូលទៅដល់អ្នកលេខ2អ្នកគ្នាសម្រាប់អ្នកលេខ2ដែលខ្ញុំគិតថា live game ល្បីជាងគេនៅពេលបច្ចុប្បន្នហ្នឹងគឺថាខ្ញុំឲ្យទៅលើរ៉ាកូអ្នកគ្នាគឺថារ៉ាកូអ្នកគ្នាស្គាល់បើថាស្គាល់ទេចប់ហើយតែបាន V ថ្មីហីមិនបាន V ថ្មីទេបាន V រៀងយូរដែរអញ្ចឹងណាគឺហើយហ្នឹងគឺជាអ្នក live game នៅពេលបច្ចុប្បន្នទាំង3ដែលខ្ញុំគិតថាល្បីអញ្ចឹងណាគ្នាយើងហើយសម្រាប់អ្នកចុងក្រោយ top 1ដែលខ្ញុំគិតថាល្បីហ្នឹងគឺថា Bro Ron អ្នកគ្នាគឺថា Bro Ron អ្នកគ្នាស្គាល់ Bro Ron អត់បើថាអត់ស្គាល់ទៀតឆ្កែសុទ្ធប្រយនេះណាបើសិនជាអ្នកគ្នាអត់ស្គាល់ Bro Ron ទៀតគឺថាចប់ប្រយអ្នកគ្នាហ្នឹងហើយអ្នកទាំង4អ្នកហ្នឹងអ្នកគ្នា fan ពីណាគេដែរកុំភ្លេច comment ឲ្យខ្ញុំបានដឹងម្នាក់មួយផងអ្នកគ្នា